នេះបដូរបរិយាកាសមកញ៉ាំស៊ុបខ្យងម្ដងមើលបងប្អូនណាឥឡូវនេះស៊ុបខ្យងរបស់ខ្ញុំធ្វើរួចជាស្រេចទៅហើយណាគឺថត់កាត់ទេថ្ងៃនេះគឺយកស៊ុបយកមកដាក់ក្រានហ្គាសយកបន្តមកទឹកស៊ុបក៏មានស្រាប់ហើយដែរសាច់ខ្យងក៏កញ្ច្រាំមួយសាច់ជ្រូកញាត់ទៅឡើងពេញខ្យងឲ្យឆ្អិនរួចស្រេចហើយដែរអញ្ចឹងដូចបងប្អូនឃើញអញ្ចឹងគឺមានប្រហិតក្តាមប្រហិតអីអញ្ចឹងទៅណាកន្លែងនេះដែរបងប្អូនចង់ថែមបកាថែមបកងថែមសាច់គោទៅអីថែមក៏បានដែរអត់បញ្ហាទេសម្រាប់ស៊ុបរបស់យើងឥឡូវក៏តំណងបដាហើយភ្លើងក៏ចេះតែដុតឲ្យចាំពុះបន្តិចទៅចាំយើងដាក់បន្លែជាក្រោយអញ្ចឹងឥឡូវគ្របទុកឲ្យពុះបន្តិចសិនបន្ទាប់មករេមកមើលបន្លែរបស់យើងនេះមានគ្រប់មុខតែម្ដងមានបូកគោមានស្ពៃតឺមានផ្សិតមានពងមាន់មានណាតិចទៅផ្សិតជុលបងប្អូនស្ពៃបូកគោយកអាតូចទៅមីមកកញ្ចប់ដែរមកចប់បែបណាក៏បានតែបងប្អូនចូលចិត្តមើលទឹកស៊ុបយើងនៅបន្តិចទៀតបានពុះក្រើបឲ្យម្សៅទៀតមកឲ្យបន្លែរបស់យើងនេះរៀបមិនទាន់អស់ទេមិញក៏មានពោតយើងស្ងោររួចជាស្រេចហើយគឺចំហុយឡើងឆ្អិនហើយតែយើងដាក់ថែមចំនួន2កូនដុំមកទៀតឲ្យរួមមានរសជាតិកាន់តែឆ្ងាញ់ឥឡូវស៊ុបរបស់យើងក៏ពុះហើយអញ្ចឹងមកក៏អត់យូរដែរពុះបែបហ្នឹងហើយយើងអាចដាក់បន្លែបានហើយដាក់ទៅជាតិហើយថ្ងៃនេះអញ្ចឹងវីដេអូមួយនេះសូមជូនបងអូនស្រីម្នាក់ដែលភេចែសម្រាប់ស៊ុបមួយឆ្នាំថ្ងៃនេះចែអរគុណធំមែនតែម្ដងម្ចាស់ដែលបានឃើញហើយជូនមគ្គផលផងកុំភ្លេចជួយ share ម្នាក់មួយផងណាដើម្បីដល់ម្ចាស់បងអូនរបស់ខ្ញុំហើយត្រឡប់ប៉ុណ្ណឹងមកយើងគ្របបន្តិចមកកុំឲ្យឆ្អិនពេកបងប្អូនអាចដួសញ៉ាំបដាបានបើយើងចង់ដាក់មីឲ្យក៏បានដាក់ក្រោយក៏បានដែរណាតាមចំណង់ចំណូលចិត្តបើយើងដាក់មីឲ្យខ្លាចវារីកពីអីចឹងយើងដាក់ក្រោយយើងចាំសល់ទឹកជាក្រោយយើងដាក់មីយើងញ៉ាំបន្លែលេងឲ្យអស់សិនទៅណាឥឡូវបន្លែដាក់ឲ្យទៅបែបហ្នឹងមកដាក់អស់មកមិញដាក់សារបន្តិចចឹងដាក់ទៅអស់មកម្ដងរួចជាស្រេចតែម្ដងហើយបន្ទាប់មកក៏មានពងមាន់មួយគ្រាប់មកចាក់ច្រចចឹងមកកលុកវាឲ្យបែកខ្ទេចខ្ទីពេញហ្នឹងទៅឲ្យវាឡើងខាប់ពេញឆ្នាំងទៅទើបរសជាតិស៊ុបយើងកាន់តែឆ្ងាញ់អញ្ចឹងណាហើយគ្រឿងក្រៅចង់សាបប្រៃជូរអែមអីដាក់ជាក្រោយទៀតណាបងប្អូនអញ្ចឹងថែមតាមក្រោយតាមចំណងចំណូលចិត្តចង់ហឹលតិចហឹលខ្លាំងអីដាក់តាមចំណងចំណូលចិត្តរៀងខ្លួនទៅណាតែប៉ុណ្ណឹងមកគឺអូខេបាត់ទៅហើយអត់មានពិបាកទេណាស៊ុបខ្យងរបស់យើងណាចាំតែមកពុះតិចបលួតភ្លើងគឺអែមសែមហើយគឺជាតិដាក់បជាតិហើយថ្ងៃនេះដល់ដល់ម៉ោងស្រក់ទឹកមកហើយបងប្អូនមកភ្លុកជាមួយចាយចន្ទធីទាំងអស់គ្នាណាជាពិសេសអរគុណបងប្អូនតែទ្រាំទ្រវីដេអូចាយចន្ទធីខំផលិតយ៉ាងពិសេសសម្រាប់ចែកជូនបងប្អូនរៀងរាល់ថ្ងៃផងដែរបងប្អូនតែទ្រាំទ្រជាពិសេសបងប្អូនថ្មីសូមជួយ like ជួយ share និងចុចសញ្ញាកណ្ដឹងម្នាក់មួយផងដើម្បីតាមដានវីដេអូនេះខ្ញុំរាល់ថ្ងៃផងដែរវីដេអូជាប្រយោជន៍ដល់ថ្ងៃក្រោយផងដែរណាបងប្អូនអរគុណទុកជាមុនផងស៊ុបរបស់យើងក៏ដួសដាក់ចានហើយគឺមានសាច់ពេញមាត់ខ្យងបែបហ្នឹងមកបងប្អូនគឺជាប់ឆ្ងាញ់មែនតែនដល់មានបកាមានអីចូលដល់ដែរហើយចាយចន្ទធីតែងតែអរគុណបងប្អូនដែលទ្រាំទ្រពីដើមមកបងប្អូនចាស់មកឥឡូវឃើញវីដេអូចាយចន្ទធីហើយជួយ like ជួយ share អ្នកមួយផងអរគុណជម្រាបលាបាយ